សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Maki Donut សម្រាប់មែនវ៉ាថ្ងៃនេះយើងចូលទៅកាន់សាច់រឿងបន្តរបស់យើងភាគទី20បន្តពីភាគមុន Sylvester និយាយទៅកាន់ Fleur នៅមុខ Killian ថានាងជាសត្វកណ្ដុរដែលរត់នៅក្នុងរាជវាំង Killian ក៏ចេញមុខមកការពារនាងតែម្ដងតួឯកប្រុសរបស់យើងក៏បន្តតែព្រះអង្គមិនឆ្ងល់ទេដែលសត្វចម្លែកនៅក្នុងព្រៃទាំងនោះប្រែទៅជាស្ងាត់នោះក៏ព្រោះតែពួកវាទៅរកក្លិនផ្កា Curvinប៉ុន្តែមើលទៅនាងមានល្បិចកលទាបពេកដែលហ៊ានធ្វើវានៅសាធារណៈបែបនេះនិយាយហើយ Sylvester ក៏ឆ្លៀតឌឺទៀតគេត្រូវទៅវិញហើយពេលនេះពួកគេចង់ចំណាយពេលវេលាជាប្តីប្រពន្ធជាមួយគ្នាមិនដូចអ្នកខ្លះទេដែលមិនអាចទៅផ្ទះជាមួយគ្នាបានងាកមកកាន់ Killian នេះវិញមុននោះក៏បានឮដែរថា Fleur យកទៅអាប់មកហើយធ្វើឲ្យកំពប់លើ Ophelia បើវាពិតជាការពិតមែនដែលនាងធ្វើរឿងនេះដោយចេតនាមើលទៅនាងមិនមែនជាមនុស្សស្លូតត្រង់ដូចជាគេគិតនោះទេនេះគឺជាការគិតរបស់ Killian គេក៏សួរ Fleur ឡើងតើគេអាចជឿនាងបានទេ Fleur ព្យាយាមប្រកែកជាមួយនឹងទឹកភ្នែកនាងពិតជាមិនបានធ្វើអ្វីពិតមែនគ្រាន់តែប៉ុណ្នេះ Killian ក៏អោបនាងបញ្ជាក់ថាគេយកព្រមជឿនាងនិងមិនស្ដាប់ពីសម្ដីរបស់មនុស្សអាក្រក់នោះទេវាក៏បង្ហាញឲ្យឃើញផងដែរថា Fleur កាន់តែខឹង Ophelia ខ្លាំងហើយពេលនេះមកដល់ផ្ទះវិញ Ophelia ក៏បានគិតពីសាច់រឿងដើមពេលវេលាដែលបានប្រឈមគ្នារបស់ Killian និងព្រះអង្គម្ចាស់ទី2ចិត្តចាប់ផ្ដើមហើយ Killian ជាអ្នកយកឈ្នះហើយពេលនោះផងដែរផ្ទះរបស់ Lysander ក៏ដួលរលំអញ្ចឹងហើយនាងត្រូវតែរត់គេចឲ្យតតែបានមុនពេលវាមកដល់នាងត្រូវតែលែងលះជាមួយនឹង Sylvester នាងក៏ឆ្ងល់ដែរហេតុអ្វីបានជាខ្លួនចូលមកនៅក្នុងសាច់រឿងមួយនេះចុះ Ophelia ពិតប្រាកដនាងនៅទីណានៅសុកនាងក៏គិតថា Ophelia មានសភៅកំណត់ហេតុមួយព្រោះថានាងសរសេរពីការសម្លាប់ប្តីរបស់នាងនៅក្នុងនោះវាជាភស្តុតាងមួយដែល Killian ចាប់នាងទៅកាត់ទោសផងដែរបន្ទាប់ពីរកកកាយបន្ទោសរបស់នាងអស់ហើយនាងក៏រកឃើញសភៅមួយនោះយើងក៏ទទួលបានចម្លើយពី Irene ថានាងបានដុតសភៅមួយនេះមុនថ្ងៃជួសភ្លៀងដែលនាងចេញទៅក្រៅនោះប៉ុន្តែហេតុអ្វីក៏វាត្រឡប់មកវិញបាននៅក្នុងសភៅនេះដែរក៏ប្រាប់ទាំងអស់ពីថ្ងៃខែឆ្នាំដែល Ophelia ប្រព្រឹត្តរឿងខុសខើជាច្រើនកន្លងមកនៅថ្ងៃចុងក្រោយនោះនាងមានកម្រងសម្រាប់ជំទាវ William ដូច្នេះនាងចង់ឲ្យវេទមន្តរបស់នាងកាន់តែមានធម៌ពលឲ្យខ្លាំងនាងក៏ទៅរកធ្មប់មួយដើម្បីប្រារព្ធពិធីអ្វីម្យ៉ាងដើម្បីធ្វើឲ្យវេទមន្តរបស់នាងខ្លាំងឡើងទោះបីជាវាអាចធ្វើឲ្យព្រលឹងរបស់នាងចេញពីខ្លួនហើយនាងក៏អាចស្លាប់បានក៏ដោយពេលនេះទើបនាងដឹងថា Ophelia ពិតប្រាកដស្លាប់ដោយសារតែអ្វីវាក៏ព្រោះតែនាងផ្លាស់ប្ដូរជីវិតរបស់ខ្លួនឯងនឹងធម៌ពលទាំងនេះហើយបើជានាង Eugene មកត្រូវចូលខ្លួននេះទៅវិញដូច្នេះហើយពេលនេះអ្វីដែលនាងត្រូវធ្វើដើម្បីរួចមានជីវិតបន្តនាងត្រូវតែស្វែងរកមនុស្សម្នាក់នោះដែល Ophelia ពិតតែជួបនៅក្នុងយុគនោះផងដែរកាត់មក Sylvester នេះវិញនាយនៅគិតពីម្ដាយរបស់ខ្លួននៅឡើយដែលម្ដាយរបស់នាយយកក្តីស្រឡាញ់របស់ខ្លួននេះធ្វើជាចំណីអាហារឲ្យបិសាចទើបនាងអាចបន្តមានវេទមន្តងឹតដ៏ខ្លាំងបាននាងបង្ខំឲ្យគេស្រឡាញ់នាងប៉ុន្តែពេលវេលាដើរទៅ Sylvester ក៏ចាប់ផ្ដើមយល់ដឹងថាខ្លួនគ្រាន់តែជារបស់ប្រើប្រាស់របស់ម្ដាយគេតែប៉ុណ្ណោះហើយក្តីស្រឡាញ់ទៅកាន់ម្ដាយរបស់ខ្លួនគឺកាន់តែតិចទៅរហូតដល់គ្មានតតែសោះនាងក៏បោះបង់គេចោលដូច្នេះហើយទើបគេសន្យានឹងខ្លួនឯងថាមិនស្រឡាញ់អ្នកណាម្ដងទៀតឡើយ Ophelia ជាអ្នកប្រើប្រាស់វេទមន្តងឹតនាងនឹងខ្លាចដូចជាម្ដាយគេអញ្ចឹងនៅចុងក្រោយគេត្រូវតែឲ្យនាងបន្តលបួង Killian ពេលគេទទួលបានជោគជ័យនៅគម្រោងរបស់គេនឹងសម្លាប់ពួកគេទាំងពីរនៅពេលក្រោយប៉ុន្តែមិនក៏គេនៅតែគិតពីនាងអញ្ចឹងហើយខំរហូតឲ្យតែគិតពីពេលនាងទៅលបួង Killian គេត្រូវតែបំបែរអារម្មណ៍មកធ្វើការវិញនាយក៏យកសម្បត្តិពីព្រះអង្គទី2មកឲ្យ Sylvester ថាគាត់នឹងត្រឡប់មកវិញឆាប់នេះមែនហើយគេត្រូវតែធ្វើឲ្យព្រះអង្គទី2ក្លាយជាមហាក្សត្រឲ្យតតែបានគេមិនអាចគិតពីអ្វីផ្សេងបានទេពេលនេះថ្ងៃស្អែកឡើងដូចរាល់ដងអញ្ចឹង Ophelia ចូលទៅនិយាយជាមួយនឹង Sylvester នាងចង់ឲ្យគេទុករឿងដែលនាងប្រើប្រាស់វេទមន្តងងឹតនេះជាការសម្ងាត់ហើយចុះនាងប្រើប្រាស់វេទមន្តនៅផ្ទះខាដេរថ្ងៃមុននោះមនុស្សគ្រប់គ្នាដឹងហើយតើហេតុអ្វីចង់ឲ្យលាក់បាំងទៅវិញ Ophelia បន្តពីនាងគិតហើយបើមនុស្សគ្រប់គ្នាដឹងថានាងខ្លាំងបែបនេះនាងច្បាស់ជាមានគ្រោះថ្នាក់ជាមិនខាននាងរួចខ្លួនក៏ព្រោះតែ Fleur មើលស្រាលនាងដូច្នេះបើ Fleur ដឹង
លើកក្រោយនេះនឹងប្រើប្រាស់ល្បិចខ្លាំងជាងនេះនិងគ្រោះថ្នាក់ជាងនេះទៅទៀត Sylvester ក៏យល់ព្រមគេក៏បន្តសួរពីសម្បត្តិជាច្រើនដែលគេចង់ប្រើប្រាស់វេទមន្តងឹតរបស់នាងនោះ Ophelia ក៏ចង់ទទួលយកខ្លះដែរព្រោះថាមើលទៅពួកគេច្បាស់ជាចង់រកអ្នកចេះវេទមន្តងឹតខ្លាំងហើយមើលទៅ Sylvester ចង់សួរនាងមួយហេតុអ្វីនាងចាំបាច់មកសួរពីគំនិតរបស់គេអញ្ចឹងនាងក៏តបទៅវិញនោះក៏ព្រោះតែគេជឿនាងជឿថាគេនឹងផ្ដល់ដំបូន្មានដ៏ល្អមកឲ្យនាង Sylvester រៀងភាំងបន្តិចនេះនាងជឿគេនាងក៏ងើបឡើងនិយាយទៅកាន់ Ophelia នាងនៅជឿនឹងដើរតាមគេដែរទេបើគេបំផ្លាញអ្វីដែលសំខាន់របស់នាងចោលឬក៏សម្រាប់មនុស្សដែលនៅជិតនាង Ophelia ក៏និយាយបានបែបនេះដូចគ្នាតែគេអាចលើកដៃធ្វើរឿងទាំងអស់នេះដាក់នាងទេ Sylvester សួរនាងហេតុអ្វីនាងគិតថាគេមិនអាចធ្វើវាបាននាងឆ្លើយតបព្រោះនាងនឹងមិនឈប់គេមើលទៅ Ophelia ដឹងពីចិត្តរបស់គេហើយ Sylvester គ្មានអ្វីបន្តទៀតនោះទេភ្លាមនោះក៏មានសម្បត្តិពី Killian ឲ្យ Ophelia ចូលគាល់គេនាងទៅបាត់ Sylvester នេះវិញផ្កាប់មុខតែម្ដងគេមិនចង់ជឿនោះទេថានាងរត់ទៅរក Killian ទៀតហើយដោយមិនខ្វល់ពីចិត្តគេសោះគេពិតជាស្អប់ខ្លួនឯងណាស់ដែលមកគិតរឿងបែបនេះនាងក៏ចង់ឲ្យឆ្លៀតយកឱកាសនេះមានការផ្សព្វផ្សាយពីព្រះអង្គ Killian ថាមករញ៉េរញ៉ៃជាមួយនឹងប្រពន្ធរបស់គេទៅកាន់សាធារណជនប៉ុន្តែ Sylvester ក៏និយាយឡើងដោយមុខត្រជាក់ជាខ្លាំងថាកុំឲ្យធ្វើអ្វីប៉ះពាល់ដល់ Ophelia សោះចំណែកឯប្រពន្ធរបស់គេនេះវិញដែលរត់មកតាមបុរសផ្សេងនេះពិតជាសប្បាយចិត្តណាស់ដើរផងច្រៀងផងចុះម្ដងភ្លាមនាងក៏សួរទៅកាន់ Killian តើគេនឹកនាងមែនហើយនាងមកតែម្ដងនេះភ្លាមនោះនាងក៏ឈប់និយាយភ្លាមព្រោះថានៅក្នុងបន្ទប់នោះមិនមែនមានតែ Killian នោះទេមានបរិសម្នាក់ដែលកំពុងឈរសោចនឹងសកម្មភាពរបស់នាងមុននេះផងដែរថាគេជានរណាគេក៏ដើរមកជិតនាងហើយនិយាយឡើងថាគេជា Lago von Lysen តែនាងស្គាល់គេហើយនៅពេលនេះ Ophelia បើកភ្នែកធំៗតែម្ដងនេះឬជាព្រះអង្គម្ចាស់ទី2នៅក្នុងប្រឡោមលោកនេះសាច់រឿងរបស់យើងក៏ស្លេះត្រឹមនេះសិនអ្នកទាំងអស់គ្នាស៊ីសនទី1របស់យើងក៏បានបញ្ចប់អញ្ចឹងហើយអត់មានភាពបន្តសម្រាប់សម្រាយនោះទេadmin ទទួលស្គាល់ថារឿងនេះពិតជាល្អមើលចូលចិត្តសម្រាប់អ្នកទាំងអស់គ្នាហើយនឹងបន្តរងចាំភាពបន្តទៀតក៏មិនភ្លេចយកមកសម្រាយជូនអ្នកទាំងអស់គ្នាដែរអរគុណច្រើនដែលបានទស្សនាពីភាគ1មកដល់ភាគ20នេះ admin សង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តគាំទ្រ channel admin បន្តជាមួយនឹងរឿងថ្មីទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ